មនុស្សដែលកើតមកសម្រាប់ធ្វើការឲ្យគេនិងមនុស្សដែលគាត់កើតមកសម្រាប់ធ្វើការដោយខ្លួនឯងចាអញ្ចឹងពីរនេះគឺខុសគ្នាបុគ្គលខ្លះគាត់ធ្វើការគាត់ចូលចិត្តអ្វីដែលសាមញ្ញឬក៏ធ្វើឲ្យដែលផ្លាស់ប្ដូរច្រើននោះទេគាត់ចូលចិត្តធ្វើអ្វីដែលជាដដែលចាឬក៏ជាគោលការណ៍អញ្ចឹងគាត់ចូលចិត្តធ្វើតាមអ្វីដែលគេកំណត់ចាដូចជាបងប្អូនមួយចំនួនគាត់ចូលចិត្តធ្វើការបែបក្រុមហ៊ុនចាងាយស្រួលសម្រាប់គាត់ហើយគាត់ក៏មិនសូវចាំបាច់ត្រូវចំណាយធនធានដែលប្រឈមនឹងហានិភ័យនោះដែរចាវាមានស្ថិរភាពសម្រាប់ពួកគាត់ចាសម្រាប់បងប្អូនមួយចំនួនទៀតគាត់ជាបុគ្គលដែលកើតមកសម្រាប់ធ្វើការដោយខ្លួនឯងមានន័យថាជាបុគ្គលដែលចូលចិត្តឯករាជ្យហើយបុគ្គលខ្លះទៀតជាមនុស្សដែលគេថាត្រូវប្រើភាពច្នៃប្រឌិតដើម្បីឲ្យខ្លួនឯងអភិវឌ្ឍចាអញ្ចឹងបុគ្គលម្នាក់កើតមកមានទេពកោសល្យនិងគេហៅថាមានសមត្ថភាពពិសេសរៀងខ្លួនអញ្ចឹងបើចង់ឲ្យយើងដើរទៅលើការងារមួយណាឲ្យជោគជ័យតើតែយើងដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងជាមុនសិនចាប៉ុន្តែបងប្អូនដែលចូលចិត្តប្រើគំនិតច្នៃប្រឌិតនឹងចាជាមនុស្សដែលចូលចិត្តប្រើភាពច្នៃប្រឌិតជាមនុស្សដែលចូលចិត្តការងារឯករាជ្យចាអ្វីមួយដែលបងប្អូនត្រូវប្រុងប្រយ័ត្នជាចាំបាច់គឺវិន័យចាត្រូវរៀបចំវិន័យសម្រាប់ខ្លួនឯងទី2ត្រូវមានប្រព័ន្ធគ្រប់គ្រងចាប្រព័ន្ធគ្រប់គ្រងនិងរបៀបធ្វើការstructure របស់យើងការងារបែបយើងត្រូវប្រព័ន្ធការងាររបស់យើងបែបណាចាដើម្បីការពារនិងធានាបានពីស្ថិរភាពរបស់យើងចាព្រោះបុគ្គលដែលគាត់ធ្វើការដោយប្រើគំនិតច្នៃប្រឌិតភាគច្រើនគាត់ធ្វើការអត់សូវមានវិន័យទេអត់សូវមានក្រឹតក្រមសម្រាប់ខ្លួនឯងទេចាអញ្ចឹងបើសិនជាចង់ឲ្យខ្លួនឯងរីកចម្រើនចាតើតែយើងដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងនិងទី2ដឹងពីវិធីដើម្បីជួយទប់ស្កាត់នៅគេហៅថាការរាំងស្ទះនៃអារម្មណ៍របស់យើងចាអញ្ចឹងសម្រាប់បងប្អូនដែលបានមើល podcast នេះបើសិនជាមានអ្វីចង់ចែករំលែកអាច comment នៅខាងក្រោមបានចាអរគុណ